និយាយដោយមិនដាច់ឲ្យលេចផោផង់បំបត្តិកង្វល់ជូនដល់បរិស័ទនិយាយបំភ័យសើត្រូវបងបាននិយាយកាត់ពុំអាចត្រូវចំនិយាយត្រង់ក្រែងលោអន់ចិត្តនិយាយបញ្ឆិតក្រែងលោពុំសមនិយាយបន្តក្រែងខុសក្រឹតក្រមនិយាយណែនាំក្រែងខ្លួនពុំយល់និយាយចំហក្រែងលោជ្រុះបាននិយាយសម្ងាត់ក្រែងដឹងពុំដល់និយាយបង្អាប់ក្រែងខឹងងំខ្វល់ចង់ថែឬក៏តើធ្វើយ៉ាងណាបុគ្គលក៏បីសិក្សានៅសិលជំរះមន្តើដោយសិលសិក្ខាអ្នកដែលមានសិលរមែងថ្លៃថ្លាព្រោះសិលនេះណាជាទ្រព្យដ៏ល្អជនមានប្រាជ្ញាការប្រាថ្នាសុខ3យ៉ាងខាងមុខដែលល្អបវរ1ក្តីសរសើរ2ក្តីត្រេកអរ3កើតឋានសួគ៌គួររក្សាសិលបុគ្គលឯណារក្សាសិលពិតរមែងបានមិត្តល្អឥតខូចខើចំណែកឯជនលោភលន់ត្រឹកសិលជួបតែមិត្តខ្ជិលរឹកមិត្តល្អគ្មានជនអ្នកទ្រុសិលទោសតែងតាមជាប់គេឌីលបង្អាប់ព្រោះសិលមិនមានឯអ្នកមានសិលគុណតែងតែបានកិតិស័ព្ទក៏មានគេឈ្មោះល្អសិលជាខាងតាមជាទីតាំងនាំជាមេដឹកនាំនៃកល្យាណធម៌សិលជាប្រធានធម៌អបវរហេតុនេះជនល្អគប្បីរក្សាសិលប្រៀបដូចជ្រាំងរនាំងបាំងបិទជាគ្រឿងញ៉ាំងចិត្តរីករាយជ្រះថ្លាសិលជាកំពង់គ្រប់ព្រះសាស្តាគប្បីរក្សាជំរះឲ្យអស់សិលជាកម្លាំងខ្លាំងក្លាបំផុតសិលជាអាវុធឧត្តមឥតខ្ចោះជាអភ័យរណៈប្រសើរឥតតន់ជាគ្រឿងដៃក្រោះមុតមមខ្លាំងក្លាសិលជាស្ពាននិងមានស័ក្តិធំជាគ្រឿងប្រោះព្រំក្រអូបអស្ចារ្យសិលជាគ្រឿងលាប្រសើរថ្លៃថ្លាគប់សពទេសាក្រអូបមុតមមសិលជាកញ្ចប់បាយល្អអស្ចារ្យជាស្បៀងអាហារប្រសើរឧត្តមជាវាហណៈប្រសើរមុតមមសម្រាប់ដឹកនាំទៅទីចិត្តឆ្ងាយជនពីលមានចិត្តអាក្រក់ជោគជាំពុំបានតាំងមមក្នុងសិលទាំងឡាយរស់រងនិន្ទាជួបតែអន្តរាយស្លាប់ទៅអបាយទទួលរងទុក្ខអ្នកប្រាជ្ញមានចិត្តដ៏ល្អឧត្តមតាំងមមក្នុងសិលតរៀងទៅមុខក្នុងលោកនេះរូបមានឈ្មោះស្រណោះស្លាប់ទៅសោយសុខក្នុងឋានសួគ៌នាយសិលជាកំពូលធម៌ក្នុងលោកាជនមានប្រាជ្ញាភ្លឺថ្លាពនរាយមនុស្សលោកទេវលោកចម្លងពីនាយយកជ័យដោយងាយគ្រូសិលបញ្ញា